សុស្ដីសូមស្វាគមន៍មកនយោបាយពិភពលោកបាទកាលពីថ្ងៃទី19ខែមីនាឆ្នាំ2025នេះសារព័ត៌មាន Reuters បានឲ្យដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump និងលោកប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក Zelensky បានមានការព្រមព្រៀងគ្នាដើម្បីធ្វើការជាមួយគ្នាក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនដែលយល់ព្រមឲ្យក្រុមបច្ចេកទេសជួបជុំគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីដើម្បីជជែកពីការរកវិធីក្នុងការបញ្ចប់សង្គ្រាមនេះបាទការសន្ទនានេះគឺធ្វើឡើងនៅតាមទូរស័ព្ទដែលប្រើពេលរយៈពេលប្រហែលជា1ម៉ោងហើយក្រុមសេតវិមានបានឲ្យដឹងថាការសន្ទនាជាការសន្ទនាដ៏អស្ចារ្យហើយក៏បញ្ជាក់ផងដែរថាការសន្ទនានេះកើតឡើងក្រោយពេលដែលមេដឹកនាំទាំងពីរមានការប៉ះសម្ដីគ្នាកាលពីជួបគ្នាដំបូងនៅក្នុងសេតវិមានសហរដ្ឋអាមេរិកគឺនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2025នៅក្នុងការសន្ទនានេះលោក Donald Trump ក៏បានប្រាប់ទៅលោក Zelensky ផងដែរថាលោកបានតាក់ទងទៅលោក Vladimir Putin កាលពីថ្ងៃទី18ខែមីនាឆ្នាំ2025ដើម្បីដាក់សំណើឲ្យមានការឈប់បាញ់រយៈពេល30ថ្ងៃដើម្បីចរចាគ្នាក៏ប៉ុន្តែលោកពូទីនបានបដិសេធក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកពូទីនក៏បានយល់ព្រមចំពោះការផ្អាកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលបាទយើងក៏សូមបញ្ជាក់ផងដែរថារវាងភាគីទាំងពីរគឺមានការចោទប្រកាន់គ្នាទៅវិញទៅមកថាมันមានបំណងឬឆន្ទៈក្នុងការបញ្ចប់សង្គ្រាមនឹងទេជាពិសេសគឺលោក Zelensky បានចោទប្រកាន់លោក Vladimir Putin ក្នុងការបដិសេធនៅបទច្បាញ់នេះថាជាការមិនមានបំណងក្នុងការចូលតុចរចាគឺនៅតែប្រកាន់ក្នុងការចង់បាននៅការវាយប្រហារទៅលើអ៊ុយក្រែនបាទក្នុងការនោះដែរខាងរុស្ស៊ីក៏បានចោទប្រកាន់ដែរថាលោកខាងលោក Zelensky គឺប្រទេសអ៊ុយក្រែនក៏នៅតែមិនឈប់ក្នុងការវាយប្រហារផងដែរតែទោះយ៉ាងណាក៏ដោយជំហានដំបូងវាហាក់បីដូចជាបង្ហាញឲ្យឃើញនៅទំនោរមួយថាភាគីទាំងពីរនឹងបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដើម្បីមនុស្សជាតិឧទាហរណ៍ដូចជាមន្ទីរពេទ្យជាដើមចឹងយើងចាំមើលថាតើរវាងក្រុមការងារដែលជជែករវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីក៏ដូចជាក្រុមការងារដែលចរចាជាមួយភាគីរុស្ស៊ីនឹងបានលទ្ធផលយ៉ាងណាតែទោះយ៉ាងណាក៏ដោយយើងសង្ឃឹមថាប្រទេសទាំងពីរមិនចង់មានសង្គ្រាមទេពីព្រោះវាបានធ្វើឲ្យបាត់បង់ជាច្រើនជាពិសេសគឺទៅលើការបាត់បង់ជំរកការបាត់បង់ធនធានផ្សេងៗជាពិសេសគឺហិរញ្ញវត្ថុជាដើមបាទសូមអរគុណ